កំឡុងពេលតិចនិងក្រោយពេលតិចកុំលាងដៃពេលបានលុយហើយលាងដៃអាហ្នឹងគឺចប់ហើយចំណុចដែលសំខាន់ខ្ញុំគិតថាគេហៅថា building foundation កសាងមូលដ្ឋានគ្រឹះពាក្យថាកសាងមូលដ្ឋានគ្រឹះនេះសំខាន់ណាស់មនុស្សដោយសារពេលខ្លះគាត់គិតលុយច្រើនពេកគាត់ចង់បានលុយខ្លាំងពេកអញ្ចឹងអ្វីដែលគាត់ហ៊ានធ្វើដែរប៉ុន្តែអាទាំងអស់ហ្នឹងវាអត់ long term ទេគាត់បានលុយរយៈពេលខ្លីណាមួយគាត់នឹងបាត់លុយហើយគាត់នឹងអត់មានឱកាសរកលុយតែបើសិនជាយើង build foundation យើងមានមូលដ្ឋានគ្រឹះរឹងមាំគ្រឹះយើងរឹងមាំយើងមិនងាយលំទេហើយគ្រឹះយើងរឹងមាំផ្សំជាមួយនឹងការកសាងនូវកេរ្តិ៍ឈ្មោះរបស់យើងគ្រឹះយើងរឹងមាំកេរ្តិ៍ឈ្មោះយើងល្អការរកស៊ីយើងទោះបីជាវា slow តែប៉ុន្តែវា plus រហូតវាបូករហូតវាអត់ដកទេអញ្ចឹងខ្ញុំគិតថាជា advice ហ្មងគឺកសាងមូលដ្ឋានសំណួរសួរថាកសាងនៅកន្លែងណារកក្រុមហ៊ុនដែលមានស្តង់ដារមកកសាងព្រោះយើងមិនអាចទៅកសាងអីខ្លួនឯងយើងអត់ដឹងរបៀបកសាងបើសិនឧទាហរណ៍ថាយើងអត់ដែលឡើងភ្នំអេវរេសต์ហើយយើងទៅដល់ឡើងភ្នំអេវរេសต์យើងមានតែក្តីស្លាប់ទេតែបើយើងចង់ឡើងភ្នំអេវរេសต์ហើយយើងដើរតាមអ្នកដែលគាត់ធ្លាប់ដល់ភ្នំអេវរេសต์នឹងរាប់ដងយើងអាចទៅរួចដូចគ្នាក្នុងវិស័យអចលនទ្រព្យឧទាហរណ៍ថា ERA ឆ្លងកាត់ម្ដងថ្ងៃនេះគឺជាង50ឆ្នាំហើយបើនិយាយពីបទពិសោធន៍ទាំងសង្គ្រាមស៊ីវិលសង្គ្រាមពិភពលោកបញ្ហាសេដ្ឋកិច្ចគេឆ្លងរាប់មិនអស់តែគេនៅឆ្លងបានតែបើសិនតែយើងអត់មានជំនាញមានបទពិសោធន៍ហើយយើងខ្វះ guideline ទៅទៀតសួរថាយើងអាចឆ្លងផុតទេពិបាកក្នុងការឆ្លងអញ្ចឹងកសាងមូលដ្ឋានគ្រឹះកសាងកេរ្តិ៍ឈ្មោះល្អហើយអ្វីដែលសំខាន់បើចង់រកស៊ីអចលនទ្រព្យកុំគិតតែពីលុយធ្វើម៉េចផ្ដល់សេវាកម្មអតិថិជនយើងឲ្យល្អមិនមែនលក់ហើយលាងដៃហើយទៅបាត់ទេភ្នាក់ងារបែបហ្នឹងភាគច្រើនអត់សូវបានយូរទេនៅក្នុងទីផ្សារគឺបាត់មកហើយព្រោះអតិថិជននឹងនិយាយតគ្នាថាពេលហ្នឹងលក់ទៅបានលុយហើយគឺចប់អតិថិជនច្រើនមែនទេដែលគាត់ complain ពីការងារហ្នឹងអញ្ចឹងកសាងមូលដ្ឋានឬកសាងកេរ្តិ៍ឈ្មោះប្រឹងប្រែងរៀនសូត្រអភិវឌ្ឍខ្លួនហើយផ្ដល់សេវាកម្មឲ្យល្អបំផុតទៅដល់អតិថិជនមុនពេលតិចកំឡុងពេលតិចនិងក្រោយពេលតិចកុំលាងដៃពេលបានលុយហើយលាងដៃអាហ្នឹងគឺចប់ហើយបាទអានេះគឺជា advice របស់ខ្ញុំសម្រាប់អ្នកដែលគាត់ចង់ចូលទៅក្នុងវិស័យអចលនទ្រព្យ